មិនចាំបាច់បង់ប្រាក់រថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុដើម្បីផ្ដល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុងអាជ្ញាធរជាតិអប្សរាធ្វើពិធីបួងសួងសុំសេចក្តីសុខសន្តិភាពនៅប្រាសាទអង្គរវត្តនៅពេលនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដានៅថ្ងៃទី14ខែធ្នូឆ្នាំ2025ក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងស្តីពីការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុដើម្បីផ្ដល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុងក្រសួងសាធារណការបានជូនដំណឹងដល់ក្រសួងស្ថាប័នរដ្ឋនិងឯកជនអង្គការមហាជននិងសប្បុរសជនទូទៅទាំងអស់ដែលមានបំណងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់យកទៅផ្ដល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុងនិងត្រូវធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុថាដើម្បីសម្រួលបន្ទុកចំណាយនិងការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពងាយស្រួលនិងរហ័សក្រសួងបានសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុដោយក្នុងន័យមនុស្សធម៌ក្រុមហ៊ុនបានឯកភាពមិនយកកម្រៃសេវាចំពោះរថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ឧបត្ថម្ភតាមតំបន់ភៀសសឹកនានាទន្ទឹមនឹងនេះដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទាំងអស់នេះសូមក្រសួងស្ថាប័នរដ្ឋនិងឯកជនអង្គការមហាជននិងសប្បុរសជនទូទៅធ្វើការទំនាក់ទំនងមកក្រសួងសាធារណការនិងដឹកជញ្ជូនតាមរយៈលេខទូរស័ព្ទ012 977 027ដើម្បីក្រសួងសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនការលើកលែងកម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅប្រិមត្តទស្សនិកជនជាទីមេត្រីដែលឡែកនៅព្រឹកថ្ងៃអាទិត្យ900ខែមិគសេឆ្នាំម្សាញ់សប្តាហ៍ស័កត្រូវនៅថ្ងៃទី14ខែធ្នូឆ្នាំ2025អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងសុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅខាងមុខប្រាសាទអង្គរក្នុងពិធីបន់រំលឹកគុណអង្គរពិធីបួងសួងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាអភិបាលអាជ្ញាធរជាតិអប្សរារួមទាំងថ្នាក់ដឹកនាំនិងអាជ្ញាធរជាតិអប្សរាថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាបថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាពិធីបួងសួងនៃពិធីបន់រំលឹកគុណអង្គរក្នុងគោលបំណងរំលឹកគុណដល់បុព្វបុរសខ្មែរដែលជាអ្នកកសាងប្រាសាទអង្គររួមទាំងប្រាសាទបុរាណជាច្រើនទៀតដែលបានបន្សល់ទុកមរតកដ៏មានតម្លៃសម្រាប់កូនខ្មែរជំនាន់ក្រោយព្រមទាំងសូមឲ្យមានសេចក្តីសុខសន្តិភាពដល់មាតុភូមិកម្ពុជាទាំងមូលនិងឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរវីរៈកងទ័ពខ្មែរគ្រប់ជំនាន់ដែលបានពលីក្នុងបុព្វហេតុការពារទឹកដីនិងជាតិមាតុភូមិផងដែរក្រៅពីពិធីបួងសួងដែលនិមន្តព្រះសង្ឃស្វាធ្យាយយន្តោនិងបង្សកូលឧទ្ទិសចំពោះវិញ្ញាណក្ខន្ធបុព្វបុរសវីរៈជននៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួចមកលោកជំទាវបណ្ឌិតសភាចារភឿងសកុណានិងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាក៏បានអញ្ជើញទៅអុជធូបបួងសួងនៅតាមទីស័ក្តិសិទ្ធិជាច្រើនកន្លែងក្នុងបរិវេណប្រាសាទអង្គរវត្តបន្ថែមពីលើនេះអាជ្ញាធរជាតិអប្សរាក៏បានរៀបចំស្តង់ដើម្បីដាក់តាំងបង្ហាញសមិទ្ធផលនានាទាក់ទងនឹងកិច្ចការអភិរក្សនិងថែរក្សារមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរនិងមហាជនបានទស្សនាផងដែរនាងខ្ញុំថារីពីព័ត៌មានខ្លីៗនៃវិទ្យុជាតិខេត្តកណ្ដាល